ចូលមកដល់វិស័យដីធ្លីថាតើមានអ្វីកើតឡើងខ្លះនៅក្នុងឆ្នាំ2025តាមពិតទៅនិយាយជារួមគឺដីកើនឡើងទៅតាមតម្រូវការហើយនឹងហេដ្ឋារចនាសម្ព័ន្ធចាអញ្ចឹងយើងដឹងថាកាលពីឆ្នាំ2025ពាក់កណ្ដាលឆ្នាំគឺពលានយន្តហោះថ្មីដែលនៅស្ថិតនៅប៉ែកខាងត្បូងបើកឲ្យដំណើរការជាសាធារណៈនេះជាចំណុចវិជ្ជមានមួយដែលធ្វើឲ្យមានតម្រូវការដីជាច្រើនទៅតំបន់ជីក្រុងនិងទៅតំបន់ខាងត្បូងប៉ុន្តែយ៉ាងណាក៏ដោយក៏តម្រូវការនៅមានកំណត់ដែរដោយសារស្ថានភាពដីកន្លែងនោះគឺនៅសល់ច្រើនអញ្ចឹងយើងឃើញថាកំណើនមិនមានកំណើនតម្លៃកើនឡើងដីនៅតំបន់ខាងត្បូងទេប៉ុន្តែបើនិយាយពីតម្រូវការគឺមានច្រើនបើធៀបជាមួយនឹងតំបន់ផ្សេងហើយចំណុចដែលល្អនោះតំបន់ប៉ែកខាងត្បូងតម្លៃដីគឺនៅនឹងអញ្ចឹងខុសពីប៉ែកខាងត្បូងតំបន់មួយចំនួនគឺមានការធ្លាក់ចុះតិចឬក៏ច្រើនអាស្រ័យទៅលើតម្រូវការហើយហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះចាតួយ៉ាងយើងអាចនិយាយថានៅកណ្ដាលក្រុងដែលតម្លៃដីនៅក្នុងឆ្នាំ2025គឺពី$3,500ទៅ$6,500ចំពោះតំបន់ទី1ផ្ដោតទៅលើបឹងកេងកងចំការមនទន្លេបាសាក់ដូនពេញជាដើមចាបើនិយាយពីភាគរយនៃការធ្លាក់ចុះគឺប្រមាណជា20%ដោយសារនៅចំនួនដែលថាតម្លៃដីកើនឡើងខ្ពស់គឺតម្លៃប្រហែលជាខ្ទង់$7,800ប៉ុន្តែឥឡូវតម្លៃដីដែលខ្ពស់នៅតំបន់នោះគឺនៅសល់តា$6,500ចំពោះតំបន់ទី2ដែលយើងសំដៅទៅលើតួកកជាដើមចាអញ្ចឹងតម្លៃក៏ធ្លាក់ចុះប្រមាណជា20%ដូចគ្នាចាអញ្ចឹងតម្លៃដីនៅតួកកនាពេលឆ្នាំ2025គឺចន្លោះពី$1,500ទៅ$2,500ចាដែលកាលពីមុនគឺតម្លៃខ្ទង់ប្រមាណជា$3,000នៅក្នុង1ម៉ែត្រការ៉េដោយឡែកតំបន់ទី3ដែលផ្ដោតទៅលើតំបន់ជីក្រុងដូចជាដង្កោច្បារអំពៅសែនសុខជាដើមតម្លៃដីគឺមានការធ្លាក់ចុះប្រមាណជា20ទៅ25%ចាអញ្ចឹងជារួមសរុបតម្លៃដីនៅក្នុងឆ្នាំ2025គឺមានការធ្លាក់ចុះប្រមាណជា15%បន្ថែមលើឆ្នាំ2024